cái đào thì đây bong bồn dương nơi khang phía khang phôm mi nâng cà rán có bông tại tu sừng kiềm các ba thằng kịchនេះគឺពុកម៉ែបងប្អូនយើងគឺចាប់ពីព្រឹកមិញតែម្ដងគឺថ្ងៃទី28ខែមករាឆ្នាំ2026នេះគឺព្រឹកមិញនេះគឺមានការផ្ទុះខ្លាំងក្លាមែនទែនរវាងកងទ័ពទាំងពីរអញ្ចឹងចាប់ពីថ្ងៃទី27គឺថាមានបញ្ហារវាងពាក្យសម្ដីគ្នាបញ្ហាអាវុធបន្តិចបន្តួចដាក់គ្នាប្រឈមមុខគ្នាតែមកដល់ថ្ងៃទី28ថ្ងៃនេះព្រឹកនេះខាងភូមិហើយនឹងការ៉ែនដែលជាប្រទេសដែលកំពុងតែបញ្ជាក់ខ្លួនឯងថាជាប្រទេសឯករាជ្យទៅតែថ្មីថ្មោងនៅអាស៊ីយើងនេះតែម្ដងហើយអ្នកដែលទទួលស្គាល់ថាការ៉ែនគឺជាប្រទេសដែលឯករាជ្យមានតែប្រទេសថៃទេទីណាមានទង់ចិត្តការ៉ែនទីនោះគឺមានទង់ចិត្តថៃទង់ចិត្តថៃនៅកណ្ដាលទង់ចិត្តការ៉ែននៅសងខាងយើងបញ្ជាក់យ៉ាងច្បាស់ថាមានតែថៃទេដែលទទួលស្គាល់មានតែថៃទេដែលនៅពីក្រោយខ្នងរបស់ការ៉ែនមានតែថៃទេដែលជំនួយអាវុធទៅការ៉ែនមានតែថៃទេជាមេរបស់ការ៉ែនគឺជាអាយ៉ងអញ្ចឹងបងប្អូនយើងត្រូវដឹងណាបាទថៃគឺខូចមែនតើបងប្អូនខូចមែនតើចង់បានទឹកដីភូមិយកការ៉ែនធ្វើជាអាយ៉ងចង់បានទឹកដីកម្ពុជាវាយមកកម្ពុជាហើយពេលបច្ចុប្បន្ននេះថ្ងៃទី28ខ្ញុំសូមអាប់ដេតបន្តិចខែ1ឆ្នាំ2026នេះថៃគេបានចោទប្រកាន់ថាកម្ពុជាបានជីកលានដ្ឋានត្រៀមប្រយុទ្ធថៃគេកំពុងតែរៀបចំអាវុធរៀបចំយុទ្ធសាស្ត្រត្រៀមវាយជីកលានដ្ឋានឈូសឆាយដីយកដីកម្ពុជា40កន្លែងហើយគេថាគេអត់អីទេគេធម្មតាគេអត់បានឆ្លៀនពៀនគេអត់បានរំលោភជាមួយនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ទេទាំងដែលគេនឹងកំពុងតែរំលោភជាមួយនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ខ្ញុំឃើញថាថៃគឺរំលោភខ្លាំងមែនទែនតែភាគីកម្ពុជាយើងមិនបានរំលោភសូម្បីតែបន្តិចគ្រាន់តែឃើញលានដ្ឋានចាស់របស់យើងគេថាយើងជីកលានដ្ឋានថ្មីម៉ងយ៉ាងម៉េចមិនចង់ឲ្យគេការពារទឹកដីគេទេអីយើងចង់ឆ្លៀនពៀនទឹកដីគេយ៉ាងស្រួលមែនចង់បញ្ជាក់អញ្ចេះបងប្អូនយើងណាថៃចូលចិត្តលក្ខណៈចោតប្រកាន់មកកាន់កម្ពុជាមែនទែនហើយឥឡូវនេះគេកំពុងតែរៀបចំជំនួយអាវុធទៅកាន់ការ៉ែនដើម្បីឲ្យការ៉ែនវាយជាមួយភូមិយើងហើយគឺផ្ទុះកាលពីព្រឹកមិញថ្ងៃទី28ព្រឹកមិញទៅតែរំលងបានប្រហែលម៉ោងនេះទេបាទឥឡូវនេះកំពុងតែផ្ទុះអាវុធរវាងភូមិនិងការ៉ែននេះគឺជាដំណឹងក្តៅមួយចែកជូនទៅកាន់បងប្អូនយើងរបៀបរវាងអ្នកស្លាប់និងអ្នករបួសយើងអត់ទាន់ដឹងទេនៅភូមិនិងការ៉ែននោះយើងអត់ទាន់ដឹងថាណាស្លាប់ប្រមាណរបួសប្រមាណទេយើងដឹងតែប្រយ៉ាងនេះគឺពួកប្រទេសទាំងពីរហ្នឹងគឺកំពុងតែមានបញ្ហាប្រឈមមុខសង្គ្រាមជាមួយនឹងគ្នាការ៉ែនថៃគឺមានថៃនៅពីក្រោយហើយចំណែកភូមិគឺនៅភូមិនៅពីក្រោយអញ្ចឹងភូមិគឺតែឯងទេគាត់ដៃមកខាងគឺគាត់ប្រយុទ្ធដើម្បីទទួលឯករាជ្យដៃមកខាងគាត់ប្រយុទ្ធជាមួយនឹងអាយ៉ងសៀមគឺការ៉ែនត្រឡប់វិញគឺខ្ញុំអាណិតជាមួយនឹងប្រទេសភូមិមែនទែនអាណិតមែនទែនបាទដោយសារតែមានការប្រើល្បិចកលខាងប្រទេសជិតខាងដូចជាថៃជាដើមរៀបចំក្បួនដើម្បីធ្វើស៊ីភូមិហើយក៏រៀបចំក្បួនដើម្បីធ្វើស៊ីកម្ពុជាយើងដែរអរគុណបងប្អូនយើងនេះគឺជាដំណឹងក្តៅមួយដែលចែកជូនទៅកាន់បងប្អូនយើងតាក់ទងជាមួយនឹងប្រទេសភូមិនិងការ៉ែនដែលបង្កើតថ្មីដែលជាភូមិអាចថាប្រទេសនឹងគឺជាប្រទេសភូមិគាត់ថាគេបង្កើតឈ្មោះមួយទៀតហៅថាការ៉ែនហើយគេប្រកាសឯករាជ្យថាគេឯករាជ្យដោយមានថៃនៅពីក្រោយអរគុណបងប្អូនយើងនេះអាប់ដេតព័ត៌មានថ្មីសម្រាប់ចែកជូនទៅកាន់បងប្អូនយើងអញ្ចឹងមានតែរងចាំថ្ងៃស្អែកថាតើសង្គ្រាមនៅតែឆេះតទៀតដែរទេតើសង្គ្រាមនេះនឹងមានអ្នកស្លាប់ប្រមាណអ្នកតើសង្គ្រាមនេះនឹងទៅជាយ៉ាងណាបន្ទាប់ពីការ៉ែនដែលថៃនៅពីក្រោយនេះជំនួយគ្រប់បែបយ៉ាងដើម្បីវាយភូមិអរគុណជម្រាបលាបាទជួបខ្ញុំនៅវីដេអូក្រោយផងដែរ